ដំបូងយើងខ្ញុំទាំងពីរនាក់សូមលំអរកាយគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូសិស្សច្បងនិងមិត្តរួមចំណងទាំងអស់គ្នាដោយយើងខ្ញុំទាំងពីរនាក់តំណាងឲ្យថ្នាក់ 3VMD នៃមហាវិទ្យាល័យវិទ្យាសាស្ត្រចំនួនទី17ដែលថ្ងៃនេះគឺជាថ្ងៃទី1នៃការចងកម្មសិក្សាពោលនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026ដែលដំណើរការនៃកម្មសិក្សានេះដែរនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដែលមានរយៈពេល4ថ្ងៃគឺចាប់ពីថ្ងៃទី23រហូតដល់ថ្ងៃទី26ខែកុម្ភៈឆ្នាំ2026តាមនឹងថាដំណើរការនៃកម្មសិក្សានេះមានសកម្មភាពអ្វីខ្លះសូមចូលរួមតាមដានទស្សនាទាំងអស់គ្នាបន្ទាប់ពីធ្វើដំណើរមកដល់ខេត្តសៀមរាបយើងក៏បានចូលទៅមន្ទីរកសិកម្មខេត្តដើម្បីជួបសន្ទនាទាក់ទងអំពីទីតាំងភូមិសាស្ត្រផលិតកម្មសត្វនិងសុខភាពសត្វជាមួយនឹងមន្ត្រីពាក់ព័ន្ធនៅខេត្តសៀមរាបឲ្យបានកាន់តែច្បាស់សូមរួមរស្មីក្នុងកម្មវិធីលំបាត់ជាមួយឆ្កែឈួតក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីខាងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសេអ៊ូនៃប្រទេសកូរ៉េខាងត្បូងក្នុងដំណើរការនៃការសិក្សារបស់ពួកយើងផងដែរក្រោយពីបានមកដល់សន្តាគាររួចពួកយើងក៏មានការជួបប្រជុំបន្ថែមជាមួយនឹងលោកគ្រូអ្នកគ្រូដើម្បីរំលឹកអំពីសកម្មភាពដែលយើងត្រូវធ្វើសម្រាប់ថ្ងៃបន្ទាប់អញ្ចឹងមកព្រឹកហ្នឹងមានន័យថាយើងធ្វើសុភាផងចាក់វ៉ាក់សាំងផងណាត់កសិករផងសំឡេងភ្លេងជាតិសាច់ដាំងស្មារតីពងសាវតាល្បីនាមមាជីថ្ងៃនេះដែរគឺថ្ងៃទី2នៃការចុះកម្មសិក្សាពោលនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ដល់ឥឡូវនេះដែរយើងកំពុងតែស្ថិតនៅផ្ទះរបស់លោកមេភូមិនៅក្នុងភូមិជាស្មាញ់ភូមិមានជ័យស្រុកបាកនខេត្តសៀមរាបហើយយើងមកទីនេះដើម្បីធ្វើការសាកសួរព័ត៌មានអំពីទីតាំងភូមិសាស្ត្រដើម្បីធ្វើការចាក់វ៉ាក់សាំងការបង្រៀនការធ្វើ PE និងការសម្ដែងសម្រាប់ឲ្យប្រជាជននៅទីនេះក៏បានសិក្សាស្វែងយល់តាមនេះពេលបន្តិចទៀតនេះពួកយើងមានសកម្មភាពបែបណាសូមចូលរួមតាមដានជាមួយនឹងពួកយើងទាំងអស់គ្នាទាំងនេះជាសកម្មភាពរបស់ក្រុមនិស្សិតយើងក្រោយពីបានធ្វើការជួបសំណេះសំណាលជាមួយប្រធានភូមិរួចមកយើងក៏បានបែងចែកទៅតាមក្រុមដែលបានគ្រោងទុកក្នុងការចុះទៅសម្ភាសយកព័ត៌មានពីប្រជាកសិករនៅក្នុងភូមិតាមរយៈកម្មវិធី Global Toolbox ដែលបានរៀបចំឡើងដោយមហាវិទ្យាល័យវេលានេះហើយជាវេលាយើងសាមគ្គីសាងឈ្មោះក៏ដូចជាផ្ដល់នូវវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតថ្នាំទម្លាក់ប៉ារ៉ាស៊ីតដល់សត្វសំណោះនិងសត្វពីឡារបស់ប្រជាកសិករផងដែរOh this is our time to show the world who we are standing up strong together reaching to the star oh នៅចាំដល់ពេលណាពេលនេះហើយវេលាយើងពូដៃសានឈ្មោះរស់ធំខានរងរឿងជាតិថ្លៃថ្លានាវេលាម៉ោងប្រមាណជា2រសៀលក្រុមពួកយើងក៏បានអញ្ជើញអ្នកភូមិមកចូលរួមប្រជុំក្នុងគោលបំណងដើម្បីរៀបចំធ្វើ PE ធ្វើការបង្ហាញនិងណែនាំពាក់ព័ន្ធទៅនឹងបញ្ហាជំងឺឆ្កែឆ្កួតជំងឺផ្ដាសាយបក្សីនិងភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគត្រូវពាក្យម៉ាក់អត់ពាក្យម៉ាក់ក៏អត់តាមដែរហើយមានអាជីវៈត្រូវរៀនឲ្យយើងពីស្អាតព្រមទាំងទស្សនានៃការសម្ដែងរឿងខ្លីដែលតាក់ទងទៅនឹងប្រធានបទខាងលើផងដែរสบายចិត្តដែលបានពួកនិស្សិតចុះមកសនេបណ្ដុះបណ្ដាលជួយណែនាំអំពីការផ្ដាសាយវ៉ាក់សាំងហើយនឹងឆ្កែឆ្កួតដល់ឡែកក្រុមមួយផ្សេងទៀតរបស់ពួកយើងក៏បានចុះទៅបង្ហាត់បង្រៀនសិស្សានុសិស្សនៅឯសាលាបឋមសិក្សាជាស្មន់ដែលស្ដីពីប្រធានបទដូចខាងលើហើយក៏មានការសម្ដែងរឿងនៅទីនោះផងដែរអរគុណដល់ក្រុមនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វដែលបានចុះបង្រៀនចាដល់កូនឲ្យគិតយល់ដឹងពីការពារជំងឺផ្ដាសាយបក្សីហើយនិងជំងឺឆ្កែឆ្កួតហាមឲ្យដឹងពីរបៀបចាបង្ការពេលដែលឆ្កែឆ្កួតខាំនោះត្រូវយកទៅធ្វើអីខ្ញុំសប្បាយចិត្តទៅពេលឃើញពួកបងចុះមក
ហើយខ្ញុំចង់ឲ្យបងចុះមកម្ដងទៀត នេះជាសកម្មភាពក្នុងថ្ងៃទី1របស់និស្សិតយើងមួយផ្នែកទៀតនៅឯក្រុងសៀមរាបដែលពួកគាត់បានចូលរួមកម្មវិធីគ្រាសំណក់និងកីឡាต้องតែមានការផ្ដល់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតតាមទម្លាក់ប៉ារ៉ាស៊ីតជូនទៅដល់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ ក្នុងការចាប់កម្មសិក្សារបស់ក្រុមនិស្សិតយើងនៅថ្ងៃទី2យើងទទួលបានលទ្ធផលដូចជាការសម្ភាសកសិករចំនួន45នាក់ដែលតំណាងឲ្យ45គ្រួសារការចូលរួមក្នុងការធ្វើ PE ដែលមានប្រជាជនចូលរួមសរុបចំនួន27នាក់ក្នុងនោះមានស្ត្រីចំនួន23នាក់ការបង្រៀននិងការសម្ដែងរឿងខ្លីមានអ្នកចូលរួមសរុបចំនួន114នាក់ដែលក្នុងនោះមានសាស្ត្រានុសិស្សចូលរួមចំនួន87នាក់ ព្រមទាំងមានការផ្ដល់ជាវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសំណក់និងសត្វពីឡាចំនួន51ក្បាលការផ្ដល់ថ្នាំទម្លាក់ប៉ារ៉ាស៊ីតទៅដល់សត្វសំណក់ចំនួន8ក្បាលផងដែរ ជំរាបសួរលោកគ្រូអ្នកគ្រូសិស្សច្បងនិងមិត្តរួមចំនួនទាំងអស់គ្នាដល់ថ្ងៃនេះដែរគឺជាថ្ងៃទី3នៃការធ្វើកម្មសិក្សាពោលនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2026ដល់ឥឡូវនេះផ្ទាល់យើងកំពុងស្ថិតនៅក្នុងទីតាំងផ្ទះដែលយើងបានរៀបចំសាឡុងគោកាលពីម្សិលមិញតើនាពេលបន្តិចទៀតនេះពួកយើងមានសកម្មភាពបែបណាសូមចូលរួមតាមដានជាមួយនឹងពួកយើងទាំងអស់គ្នា បន្ទាប់ពីបានរៀបចំសាឡុងរួចជាស្រេចនៅថ្ងៃទី2នៅក្នុងភូមិដើម្បីងាយស្រួលដល់ការអនុវត្តទៅលើសត្វគោក្របីសម្រាប់ផ្ដល់ជាថ្នាំទម្លាក់ប៉ារ៉ាស៊ីតព្រមទាំងវីតាមីនផងដែរលើសពីនេះទៅទៀតពួកយើងក៏បានពិនិត្យសុខភាពសត្វតាមរយៈការវាស់ទម្ងន់ដងខ្លួនការមើលភ្នែកស្ដើងនៃភ្នែករបស់សត្វហើយព្រមទាំងមានការយកជាសំណាក់ឈាមនិងសំណាក់លាមកផងដែរ អារម្មណ៍សប្បាយដោយសារបានក្រុមគ្រូពេទ្យមកចិត្តចុះមកជួយចាក់វ៉ាក់សាំងទម្លាក់សត្វល្អិតគោទេវាមានអារម្មណ៍សប្បាយដែរដើម្បីឲ្យបានគោយើងបានស្អាតវារីកសាច់រីកឈាមហើយក៏សូមអរគុណដល់ក្រុមការងារដែលបានចុះជួយមកចាក់ថ្នាំទម្លាក់សត្វល្អិតឲ្យគោបងព្រោះជាវិរិទ្ធថ្ងៃនេះសូមឲ្យសុខសប្បាយទាំងអស់គ្នា ទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតយើងទៅកាន់ Charity Cow Food Cambodia ដែលជាអង្គការកូនសម្រាប់ដើម្បីកម្ពុជាបង្កើតឡើងនៅឆ្នាំ2006ដោយជនជាតិអូស្ត្រាលី ចំពោះលទ្ធផលនៃការចូលកម្មសិក្សារបស់ក្រុមនិស្សិតយើងនៅថ្ងៃទី3នេះយើងទទួលបានលទ្ធផលដូចជាការផ្ដល់នូវថ្នាំទម្លាក់ប៉ារ៉ាស៊ីតទៅដល់សត្វគោចំនួន27ក្បាលនិងវីតាមីនទៅដល់សត្វគោចំនួន15ក្បាលពួកយើងក៏បានប្រមូលសំណាក់ឈាមនិងសំណាក់លាមកពីសត្វគោចំនួន14ក្បាលក្នុងនោះមានញី13ក្បាលដើម្បីកំណត់វត្តមានប៉ារ៉ាស៊ីតផងដែរ ភាពនៅមន្ទីរពិសោធន៍ប៉ារ៉ាស៊ីតសាស្ត្របន្ទាប់ពីយើងត្រឡប់មកពីខេត្តសៀមរាបវិញយើងក៏បានយកសំណាក់ឈាមនិងសំណាក់លាមកដើម្បីធ្វើការវិភាគរឿងពិនជាស្ដែងត្រូវខិតខំប្រឹងប្រែងឲ្យកុំបន់ដោយបន្ទាប់ពីបានធ្វើការវិភាគរួចមកយើងក៏បានរកឃើញវត្តមានសូត្រប៉ារ៉ាស៊ីតនៅក្នុងលាមកចំនួន4ប្រភេទដែលកើតមានឡើងនៅក្នុងសត្វគោរបស់ប្រជាពលរដ្ឋនៅឯភូមិជាស្មោះ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ